5 ថ្ងៃមកហើយពលគឺចាប់តាំងពីថ្ងៃប្រហ័សទី 8 មករាថ្ងៃដែលមានផ្ទុះខ្លាំងបាតកម្មប្រឆាំងនឹងរដ្ឋអំណាចអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់គឺត្រូវរស់នៅកាត់ផ្តាច់ពីពិភពលោកខាងក្រៅបន្ទាប់ពីអាជ្ញាធរកាត់ផ្តាច់អ៊ីនធឺណិតដើម្បីរារាំងកុំឲ្យបាតកោផ្ញើសារប្រមូលផ្ដុំគ្នាឬក៏ថតចែកចាយរូបភាពបាតកម្មនៅតាមបណ្ដាញសង្គមនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Al Jazeera កាលពីថ្ងៃច័ន្ទទី 12 មករារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលស្គាល់ថារដ្ឋអំណាចពិតជាបានផ្អាកបណ្ដាញទូរគមនាគមន៍បន្ទាប់ពីសម្គាល់ឃើញពួកភេរវនិយមបន្លំខ្លួនចូលទៅក្នុងក្រុមបាតកោហើយនឹងទទួលបញ្ជាពីបរទេសឲ្យមកបង្កចលាចលនៅអ៊ីរ៉ង់អង្គការសកម្មជនសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកវិញបានចោទប្រកាន់របបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ថាបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតនៅក្នុងគោលបំណងរារាំងបិទបាំងមិនឲ្យពិភពលោកមើលឃើញនៅការបង្ក្រាបសម្រាប់បង្ហូរឈាមរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ទៅលើបាតកោបើតាមអង្គការខាងលើដែលអះអាងទទួលបានតួលេខពីប្រជាជននៅក្នុងស្រុកអ៊ីរ៉ង់ការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃមកនេះបានបណ្ដាលឲ្យមនុស្សស្លាប់ជាង600នាក់ខណៈដែលសមាជិកឆ្មាំបដិវត្តអ៊ីរ៉ង់ជាង100នាក់ស្លាប់នៅក្នុងការប៉ះទង្គិចជាមួយនឹងក្រុមបាតកោប្រតិកម្មទៅនឹងស្ថានភាពវិវត្តចុងក្រោយនៅអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយការពីថ្ងៃច័ន្ទថាលោកកំពុងតែពិចារណាទៅលើជំរើសជាច្រើននៅក្នុងនោះមានផងដែរការវាយប្រហារយោធាទៅលើអ៊ីរ៉ង់ក៏ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំអាមេរិករូបនេះដែលធ្លាប់ជំទាស់ជាគោលការណ៍មិនចង់ឲ្យមានការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់បានអះអាងថារបបអ៊ីស្លាមអ៊ីរ៉ង់គឺបានតាក់ទងមកសុំចរចាពីព្រោះថាអ៊ីរ៉ង់នេះហត់នឿយលែងចង់ឲ្យអាមេរិកវាយប្រហារទៅលើខ្លួនសាជាថ្មីនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Al Jazeera ប្រមុខការបរទេសអ៊ីរ៉ង់ក៏ទទួលស្គាល់ដែរថាអ៊ីរ៉ង់បានតាក់ទងអាមេរិកជាប់ជានិច្ចតាមរយៈលោក Steve Witkoff ប្រេសិតពិសេសរបស់លោកដូណាល់ត្រាំលោកត្រាំមិនបញ្ចេញសកម្មភាពយោធាទៅលើអ៊ីរ៉ង់តាមពាក្យគម្រាមរបស់ខ្លួនតាំងពីដើមទីក៏ប៉ុន្តែនៅថ្ងៃច័ន្ទលោកបានដាក់សម្ពាធទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់តាមរយៈការប្រកាសដំឡើងពន្ធ 25% ទៅលើប្រទេសទាំងឡាយណាដែលធ្វើជំនួញទិញប្រេងពីអ៊ីរ៉ង់នៅក្នុងចំណោមប្រទេសដែលប៉ះពាល់ដោយវិធានការដំឡើងពន្ធថ្មីរបស់អាមេរិកដូចជាទួរគីឥណ្ឌាអេមីរ៉ាតអារ៉ាប់រួមរុស្ស៊ីហើយនិងប្រេស៊ីលជាដើមប្រទេសចិនដែលជាអតិថិជនធំទិញប្រេងរបស់អ៊ីរ៉ង់បានចេញមុខប្រឆាំងទៅនឹងវិធានការដំឡើងពន្ធដ៏រើសអើងរបស់អាមេរិកពេលកាំងតាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិននៅ Washington បានអះអាងថាចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ចិននៅចំពោះមុខការដាក់ទណ្ឌកម្មឯកតោភាគីហើយនឹងខុសច្បាប់របស់អាមេរិក